ការដែលយើងដូចថាយើងខឹងយើងស្អប់ជាមួយនរណាតាមពិតបើនិយាយទៅតាមសភាពលក្ខណៈនៃការខឹងស្អប់ហ្នឹងណាគឺបានដីថាចំណុចខ្សោយរបស់យើងអត់មានទីពឹងខ្លួនឯងវាយើងត្រូវការអ្វីពីអ្នកដទៃនឹងឯងដល់ទៅមិនបានដូចចិត្តណាបានវាកើតទៅជាការខឹងស្អប់ហើយបើតាមតែយើងខឹងស្អប់ដូចជាថាយើងមិនពឹងអ្នកដទៃយើងមិនមែនរស់ដោយសារអ្នកដទៃយើងមិនមែនស៊ីបាយអ្នកដទៃវាដូចជាថាយើងប្រកែណាតាមពិតនៅពេលយើងខឹងស្អប់អ្នកដទៃគឺយើងដូចលុតជង្គង់សុំអីពីគេអញ្ចឹងប៉ុន្តែវាអត់បានអញ្ចឹងទៅបានវាកើតទៅជារឿងខឹងហ្នឹងណានឹងឯងតាមពិតជាចំណុចខ្សោយទេយើងត្រូវការអ្វីពីអ្នកដទៃហើយបានជាយើងអត់បានទៅយើងខឹងយើងទាស់ចិត្តហ្នឹងប៉ុន្តែតាមសភាពដែលយើងខឹងដូចជាយើងគ្រាន់បើណាស់យើងមិនចង់បានអីពីគេអញ្ចឹងគេឲ្យយើងមិនយកផងតាមយើងខឹងតាមពិតមកពីយើងចង់បានទេអាហ្នឹងបើយើងសិក្សាដល់លក្ខណៈទោសៈកើតឡើងព្រោះលោភៈជាឧបនិស្សយបច្ច័យព្រោះយើងរស់នៅយើងពឹងពាក្យសម្ដីអ្នកដទៃលើកតម្កើងយើងដើម្បីយើងប្រសើរក្រាន់បើពឹងការគោរពពឹងការរាប់អានពឹងការដែលអ្នកដទៃនឹងដូចថាខ្លាចយើងបំរើយើងស្ដាប់យើងអីចឹងទៅបានយើងនឹងវាក្រាន់បើយើងអត់មានគុណធម៌ឲ្យអណ្ដែតខ្ពស់ផុតអំពីរឿងចិត្តសៅមងទាំងអស់ហ្នឹងទេយើងពឹងអ្នកដទៃទេត្រូវការអ្នកដទៃហៅយើងបងយើងអូនអីចឹងទៅបំរើយើងទៅស្ដាប់យើងអីចឹងទៅបានយើងនឹងក្រាន់បើដល់ទៅវាអត់បានអញ្ចឹងដែលធ្វើឲ្យយើងកើតទុក្ខអាហ្នឹងគឺឲ្យយើងយល់ថាមកពីយើងជាប់ជំពាក់ត្រូវការអ្វីពីអ្នកដទៃអាហ្នឹងឯងកុំថាយើងនឹងគ្រាន់បើដែលយើងហ៊ានខឹងយើងហ៊ានស្អប់អ្នកដទៃបើយើងមានមេត្តាពិតប្រាកដនៅពេលដែលចម្រើនមេត្តាចំពោះសពសត្វទាំងអស់មេត្តាមានលក្ខណៈខុសពីលោភៈដាច់ទៅហ្មងទាំងប៉ុន្តែបើយើងមិនសង្កេតពិនិត្យគឺយើងច្រឡំលោភៈថាមេត្តារាគៈថាមេត្តាតាមពិតមេត្តាអត់មែនហួងហែងត្រូវការប្រាថ្នាចង់បានអីពីអ្នកដទៃទេជួយអ្នកដទៃឲ្យសេចក្តីសុខអ្នកដទៃប៉ុន្តែអត់ត្រូវការផលតបស្នងអីទេអាត្រូវការគឺលោភៈទេទាំងហួងហែងគឺលោភៈទេឧបាទានអញ្ចឹងទៅតែមេត្តាអត់ទេឲ្យសេចក្តីសុខដល់អ្នកដទៃដោយកាយដោយវិចារដោយចិត្តតែមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមនោកម្មក៏ប៉ុន្តែអត់មានត្រូវការផលតបស្នងទេសភាពនៃចិត្តជាមេត្តាហ្នឹងជាព្រំមិនដែតខ្ពស់ទៅប្រគល់អីឲ្យដូចឲ្យបងប្អូនកូនចៅចឹងបានសេចក្តីសុខអត់មានត្រូវការផលតបស្នងអីទេចិត្តហ្នឹងវាអត់ជាប់ជំពាក់អត់ហួងហែងអត់ទៀមទាពីអ្នកដទៃអាហ្នឹងបានជាតួលក្ខណៈរបស់មេត្តាដល់អញ្ចឹងអាហ្នឹងឯងដែលជាសភាពធំដុំដែលយើងមិនត្រូវការអីពីអ្នកដទៃពិតប្រាកដមែនប៉ុន្តែមិនត្រូវការមិនមែនស្អប់មិនមែនខឹងទេតែចិត្តវាខ្ពស់ផុតស្រឡះទៅនឹងគឺជាលក្ខណៈរបស់មេត្តាដែលពុទ្ធបរិស័ទអប់រំទៅបានឃើញផ្ទុយស្រឡះខុសអំពីលោភៈហើយមានសភាពមិនទៀមទាមិនត្រូវការមិនប្រាថ្នាអីពីអ្នកដទៃហ្នឹងតែមិនមែនជាទោសៈនឹងមេត្តាណាទាំងខុសអំពីលោភៈខុសអំពីទោសៈដោយលក្ខណៈហើយប្រកបដោយបញ្ញាទៀតលោភៈប្រកបដោយមោហៈទោសៈប្រកបដោយមោហៈតែមេត្តាប្រកបដោយសតិសម្បជញ្ញៈដែលបានដឹងអំពីប្រយោជន៍ដែលត្រូវសន្សំអប់រំដែលត្រូវកាន់យកនឹងឯងអញ្ចឹងបានយើងត្រូវរំលឹកថាកុំឲ្យយើងជ្រើសរើសកាន់យកអ្វីដោយលោភៈដោយចំណង់ដោយតណ្ហាដោយការពេញចិត្តត្រូវជ្រើសរើសដោយសតិសម្បជញ្ញៈដែលដឹងថានេះជាប្រយោជន៍ដែលត្រូវសន្សំអប់រំនេះមិនមែនជាប្រយោជន៍ត្រូវលះបង់ត្រូវចោលអ្វីដែលនាំឲ្យយើងកើតទុក្ខដោយការប្រកាន់ហួងហែងហ្នឹងយើងរៀនចោលទៅអ្វីដែលយើងត្រូវការប្រាថ្នាទៀមទាហ្នឹងយើងមកកាន់យកប្រយោជន៍ដែលយើងបានជួបនឹងពធអ្វីដែលប្រយោជន៍ធំដុំច្រើនណាស់ដែលយើងមានសទ្ធាទៅយើងដឹងថាធ្វើទានសាសិលគោរពមេត្តាបិតាប្រណិប័តក្នុងបរតនត្រ័យអ្វីដែលជាសេចក្តីល្អមានទាំងយប់ទាំងថ្ងៃដោយអាស្រ័យដែលយើងបាននៅតថាគតពោធិសទ្ធានឹងជាប្រយោជន៍ដែលត្រូវសន្សំអប់រំច្រើនណាស់ចឹងអ្វីផ្សេងដែលត្រូវចោលក៏យើងត្រូវចោលទៅមិនកបីបកាយប្រកាន់អីដើម្បីភាពស្ដុកស្មុកស្មាញស្មោកគ្រោកក្នុងជីវិតរបស់យើងទេព្រោះជីវិតយើងមិនមែនធុងសម្រាមទេមិនមែនកន្លែងចាក់ចោលសម្រាមទេជីវិតរបស់យើងគឺជាពោជនីយដ្ឋានដែលយើងត្រូវស្អាតកសាងប្រគុណកតថ្វាយព្រះអង្គបឋមចេតិយធម្មារាមត្រូវតែស្អាតទៅដោយស្រះបោកករណីមានការឈូកគឺមេត្តាចិត្តតិចអញ្ចឹងទៅមានទីដីដ៏រាបស្មើល្អដោយសមាធិទៅមាន
របងពាត់មានកំផែងមានកំពែងអីទាំងអស់ហ្នឹងគឺសិលទៅមានអីអោតបៈអញ្ចឹងទៅស្អាតល្អអញ្ចឹងណាមានខ្លោងទ្វារគឺសតិប្បដ្ឋាន4ចូលមកផ្លូវចូលមកគឺអរិយមេអង្គ8មានវិមានមានប្រាសាទរហូតដែលជាផលសមាបត្តិមានព្រះនិព្វានជាអារម្មណ៍ហ្នឹងហើយដែលព្រះពុទ្ធអង្គតែងតែប្រៀបនៅក្នុងដំណើរផ្លូវចូលទៅកាន់ព្រះនិព្វានហ្នឹងទាំងសូមអនុមោទនា